trong podcast podcast តាក់សុំមានកំណត់ឆនស្ដាប់វីដេអូនេះឲ្យដល់ចប់ខ្ញុំនឹងប្រាប់អ្នកនរគ្នាថាធ្វើមិននៅលើ AOAI Pro យើងត្រូវការជំនួយទៅលើការបង្កើតមាតិកាអត្ថបទ script ដើម្បីធ្វើវីដេអូនិងសារសំឡេងដើម្បីទុកស្ដាប់បង្កើនចំណេះដឹងអញ្ចឹងមកស្វែងយល់ទាំងអស់គ្នាអូនេះផងដែរខ្ញុំនឹងនាំអ្នកនរគ្នាមកបង្កើត podcast ជាមួយ AOAI Pro របស់ Sidecat របស់យើងបន្ទាប់មកអ្នកទាំងអស់គ្នាអាចវាយចំណងជើងឬ topic ដែលអ្នកទាំងអស់គ្នាចង់ឲ្យ AI របស់យើង generate ទៅជា podcast ដោយទៅសេះ prompt បន្តិចបន្តួចហើយវានឹងអាចបង្កើតជា podcast ឲ្យលោកអ្នកក្នុងរយៈពេល2ទៅ3នាទីក្រោយពីរងចាំអស់រយៈពេល2ទៅ3នាទីរួចមកអ្នកទាំងអស់គ្នានឹងទទួលបានជាអត្ថបទដែលអ្នកទាំងអស់គ្នាអាចយកទៅប្រើប្រាស់នៅក្នុង podcast ឬការថតវីដេអូផ្សេងៗហើយក៏មានជាសំឡេង podcast ដែលអ្នកទាំងអស់គ្នាអាចស្ដាប់ទៅបានផងដែរអញ្ចឹងសង្ឃឹមថាវីដេអូនេះអាចជួយឲ្យអ្នកទាំងអស់គ្នាប្រើ AI របស់យើងកាន់តែមានប្រសិទ្ធភាពអញ្ចឹងបើអ្នកទាំងអស់គ្នាចង់រៀនបន្ថែមទៅលើ feature ផ្សេងៗរបស់ AOAI Pro របស់ Sidecat យើងកុំភ្លេចតាមដាន episode បន្ទាប់